បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរឿងមួយទៀតបាទតែរឿងមានរាល់ថ្ងៃហ្នឹងគាត់នៅតើចង់បញ្ជាក់សួរបងប្អូនទាំងអស់គ្នាមួយហើយក៏សួរខ្ញុំដែរបាទមិនមែនសួរតែគេឲ្យខ្លួនឯងមិនសួរមិនធ្វើតាមទីតើតោងជាមួយនឹងជីវិតយើងជាគ្រីស្ទបរិស័ទតើយើងមានអ្វីដែលសម្ដែងដែលបង្ហាញថាយើងគឺជាអំបិលដែលមានជាតិប្រៃហើយនឹងតើយើងមានអ្វីដែលជាពន្លឺបំភ្លឺទៅលោកីដែលលោកីមានពេញដោយស្អីងឹតដែលពោលតែអំពើបាបតែលងលក់ដែលកំពុងតែលងដូចជាលងទឹកនៅក្នុងអំពើបាបខ្មៅងឹតរស់នៅក្រោមអំណាចនៃស្អីងឹតរបស់ផងខ្មាំងស្ត្រូវខាងអភិញ្ញាណរបស់ពួកយើងតើអ្វីដែលសម្រាប់ថាយើងគឺជាពន្លឺហើយជាអំបិលនោះបាទជាពិសេសបាទការសម្ដែងនៅឯផ្ទះនៅឯកន្លែងយើងធ្វើការរស់នៅយើងសម្ដែងហើយបាទក៏ប៉ុន្តែនៅក្នុងsocial media ដែលគ្រប់គ្នាចូលចិត្តប្រើបាទទាំងអស់គ្នាទាំងខ្ញុំនឹងអីហ្នឹងចូលចិត្តប្រើហើយធ្វើជាប្រភពនៃការផ្សាយដំណឹងល្អឬក៏ជាកន្លែងយើងចង់បង្ហាញខ្លួននៅលើទីសាធារណៈជាពិសេសលើ Facebook TikTok ក៏ដោយតើយើងមានបានសម្ដែងខ្លួនថាយើងគឺជាពន្លឺជាអំបិលតាមរយៈសកម្មភាពពីសម្ដីអ្វីខ្លះបាទអ្វីដែលខ្ញុំចង់ស្គាល់ធ្ងន់គឺដោយសារមួយរយៈនេះខ្ញុំបានសង្កេតឃើញនៅក្នុងfriend របស់ពួកយើងជាគ្រីស្ទៀននៅលើ Facebook ហ្នឹងខ្ញុំឃើញការផុសរបស់ផងគេវាលើសពីអ្វីដែលសម័យតែមនុស្សទូទៅដែលយើងមិនជឿហ្នឹងគេមិនហ៊ានផុសផងតាក់ទងទៅនឹងសម្លៀកបំពាក់បាទតាក់ទងនឹងការបង្ហាញអ្វីដែលជាដែលហៅថានិយាយចង់ថាគេខ្មាស់អ្វីដែលមិនគួរបង្ហាញអ្វីដែលតាក់ទាញតាក់ទងជាមួយនឹងគ្រឿងសម្រាប់អីផ្សេងបាទអញ្ចឹងតើយើងបានសម្ដែងថាយើងជាគ្រីស្ទៀនបើបង្ហាញរឿងទាំងអស់ហ្នឹងឬក៏បង្ហាញព្រះបន្ទូលនៃការលើកទឹកចិត្តព្រះបន្ទូលនៃស្រីពិតព្រះបន្ទូលដែលនាំឲ្យគេស្គាល់ព្រះរបស់ផងយើងព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់អញ្ចឹងបើសិនជាយើងបាទទៅធ្វើរឿងទាំងអស់ហ្នឹងដែលជារឿងដែលព្រះមិនសពអតីទីហើយយើងដាក់ caption យើងដាក់ biology របស់ពួកយើងថាខ្ញុំជាគ្រីស្ទៀនខ្ញុំជានេះជានោះបាទក៏ប៉ុន្តែដល់ពេលទៅមើលនៅខាងផ្នែកខាងក្នុងនៃការបង្ហាញជាទូទៅនៅលើគេហទំព័រនៅលើគណនីរបស់ពួកយើងបែរជាមិនដូចជាគ្រីស្ទៀនទៀតអញ្ចឹងចំណុចនេះគឺជាការរំលឹកសម្រាប់បងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំដែរខ្ញុំធ្វើនេះពីពួកខ្ញុំនិយាយជាទូទៅដើម្បីឲ្យបានដឹងអញ្ចឹងគាត់ថាបើសិនជាយើងនិយាយចុះមិនក៏និយាយចំទៅក្រុមបុគ្គលមួយតែម្ដងទៅបាទទៅនិយាយខុសជាសាធារណៈអញ្ចឹងទៅគេថាគ្រីស្ទៀនដូចតែគេដូចតែឯងដែរបាទបើសិនជាខ្ញុំធ្វើជាសាធារណៈចេះទុកជាការរំលឹកដល់អ្នកដែលកំពុងតែភ្លេចខ្លួនហើយសម្រាប់នឹងបងប្អូនដទៃទៀតដែលមិនទាន់ជាបរិស័ទតែដឹងថាជាបរិស័ទអត់ធ្វើទាំងបែបនេះទេបាទហើយមួយទៀតបើសិនជាខ្ញុំផ្សាយសារដែលផ្ទាល់ទៅកាន់បុគ្គលណាម្នាក់ដែលខ្ញុំឃើញថាគាត់បានធ្វើមិនសមរម្យទេអានោះគឺស្មើនឹងខ្ញុំកំពុងតែបាទបើសិនជាខ្ញុំផ្ញើទៅផ្ទាល់តែម្ដងបាទឬក៏ស្មើតែប្រើប្រាស់បន្ទូលឲ្យផ្ទាល់បាទលើកមកខណាក៏ដោយយើងខ្ញុំក៏ដោយបងប្អូនក៏ដោយផ្ញើទៅកាន់បុគ្គលដែលកំពុងតែប្រព្រឹត្តយ៉ាងដូច្នោះគេនឹងនិយាយថាមិនក៏មកវិនិច្ឆ័យជីវិតគេទង្វើគេបាទព្រះតាជាអ្នកវិនិច្ឆ័យបាទមិនក៏ថ្កោលទោសខ្ញុំបាទអញ្ចឹងដើម្បីបាទដោយសារតែពួកគាត់ក៏អត់យល់អំពីខកពីមួយនេះបាទអញ្ចឹងទេកុំនិយាយវិញល្អជាងបាទមានថាកុំនិយាយទៅកាន់បុគ្គលនោះដែលផ្ទាល់ល្អជាងនិយាយជាសាធារណៈដើម្បីឲ្យសាធារណជនដែលគេបានឃើញនោះ
ឃើញថាអូលោក Justin តែគាត់ធ្វើអញ្ចឹងអត់ត្រូវទេនៅពេលដែលមានម្នាក់បានរំលឹកថាធ្វើអញ្ចឹងអត់ត្រឹមត្រូវបាទធ្វើអញ្ចឹងគឺប្រសើរជាងពីព្រោះគេបఫាត់របស់ពួកយើងចូលចិត្តណាស់រឿងធ្វើខុសហើយមិនទទួលស្គាល់កំហុសហើយបែរជាមកថាឲ្យអ្នកដែលជួយណែនាំហ្នឹងពីតែខុសទៅវិញខុសថាមិនក៏មកជំនុំជម្រះមិនក៏មកថ្កោលទោសគាត់ទៅអីព្រះតាទុកក៏ព្រះនឹងថ្កោលទោសបាទអានេះគឺជារឿងដែលយល់មិនត្រឹមត្រូវទេបាទអញ្ចឹងបាទនេះគឺជាសារខ្លីមួយសម្រាប់បងប្អូនទាំងអស់គ្នាហើយបើបានឃើញបងប្អូនអ្នកកំពុងធ្វើខុសបាទបើនិយាយប៉ះពាល់គាត់មិនបានទេបាទអធិដ្ឋានឲ្យគាត់ទៅបាទឲ្យខ្ញុំវិញបាទក៏អធិដ្ឋានឲ្យពួកគាត់ដែរហើយស្ដាយបាទនៅពេលដែលឃើញថាមិនក៏កូនព្រះធ្វើអញ្ចឹងបានត្រឹមថាអធិដ្ឋានឲ្យគាត់តែប៉ុណ្ណោះឯងបើយើងនិយាយជាមួយគាត់តាមព្រះបន្ទូលតែម្ដងគាត់មិនទទួលទេបាទគាត់មិនទទួលស្គាល់ទេដូចជាព្រះយេស៊ូវទូលបន្ទូលថាកុំយកកែវមុខក្តារបាទឬក៏របស់ដែលមានតម្លៃគ្រឿងក្អូបហ្នឹងយកទៅឲ្យបោះទៅឲ្យឲ្យឆ្កែឬក៏ឲ្យទៅជ្រូកចិត្តទៅវាហក់មកខ្វាច់មកខំយើងវិញបាទអញ្ចឹងការពារចំណុចនេះបាទក្រែងយើងមានចេតនាល្អតែបែរខ្លាយទៅជារឿងដែលមិនគួរកើតហើយនាំទុកដល់ខ្លួនទៀតអរគុណច្រើនសូមព្រះប្រទានពរ